ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកវិភាគសាច់រឿងម្ចាស់ស្នេហ៍ប្រែបេះដូងភាគទី17ទាំងអស់គ្នាបើតើខ្ញុំដឹងគឺថារឿងម្ចាស់ស្នេហ៍ប្រែបេះដូងនេះដែរគឺថាមានតែចំនួន17ភាគនោះទេគឺថាភាគចុងក្រោយនេះគឺជាភាគទី17មុននឹងយើងចូលដល់ការវិភាគសាច់រឿងភាពបញ្ចប់នៃរឿងម្ចាស់ស្នេហ៍ប្រែបេះដូងគឺថាយើងមកដឹងអំពីចុងសាច់រឿងនៃភាគទី16សិនណាអ្នកទាំងអស់គ្នាគឺថានៅtrongសាច់រឿងភាគទី16គឺថាបងជាហើយនឹងបងវិតគាត់បាននិយាយគ្នាអំពីរឿងបងឆៃនិងជីជីដែលមានសកម្មភាពលុយលាក់លើសពីមិត្តភាពអ្នកស្គាល់គ្នាធម្មតាហើយនិយាយឡើងគឺថាបងជាតិក៏គាត់នឹកដល់បងឆៃដែលគាត់ធ្លាប់មកខ្ចីលុយគាត់បានបង្ហាញកាមេរ៉ាសុវត្ថិភាពដល់បងវិតអីចឹងទៅហើយតមកបងវិតក៏បានចាប់អារម្មណ៍ទៅអាបើដែលជាគ្នារបស់បងឆៃទៅក៏គាត់ចាប់បានហើយក៏គាត់សុំវីដេអូនោះយកទៅតែយើងក៏មិននឹកថាគាត់យកទៅធ្វើអីដែរទៅក៏ឆ្លេះត្រឹមតែប៉ុណ្ណឹងអញ្ចឹងយើងអាចសន្និដ្ឋានបានថាភាគទី17ដែលត្រូវជាភាគបញ្ចប់នោះប្រកាសជាមានរឿងល្អមួយជាច្រើនដែលសារតាភាគនេះបងវិទ្យចាប់បានជាជីហើយនឹងបងឆាយគាត់មានទំនាក់ទំនងនឹងស្អិតរមូតហើយណាមួយក៏គាត់ចាប់អារម្មណ៍នឹងអាបើដែលបងជាតិបានបង្ហាញកាមេរ៉ាទៀតអញ្ចឹងភាគក្រោយអាចនឹងមានរឿងក្តៅក៏ទូឡើងជាឈីមិនខានហើយយើងសង្ឃឹមថារឿងនេះនៅភាពបញ្ចប់នេះអាចនឹងមានរឿង happy ending ដោយលោកវេទហើយនិងចៃម៉ាលីបានរៀបការជាមួយគ្នាអីចឹងទៅហើយលោកវេទក៏បានចាត់ការរឿងចៃម៉ាលីជាមួយអាឆាយហើយនិងអាបឺតដែរដោយសារតែពេលភាពមុនគឺថាគាត់អត់ជឿស្ដីចៃម៉ាលីដែលធ្វើឲ្យគាត់បាត់បង់ចៃម៉ាលីទៅយើងក៏សង្ឃឹមថាអ្នកនិពន្ធនឹងធ្វើឲ្យតួអង្គប្រុសហើយនិងតួអង្គស្រីបានជួបគ្នានៅវគ្គបញ្ចប់ដោយសារតែមាន fan គេចូលចិត្តចៃម៉ាលីហើយនិងបងវិទ្យាខ្លាំងឥឡូវនេះយើងមានតែរងចាំមើលនៅភាគបញ្ចប់ទេគឺថាអាចនឹងចេញនៅថ្ងៃស្អែកនេះឲ្យបងប្អូនវីដេអូយើងឈានដល់ទីបញ្ចប់សូមអរគុណសូមជម្រាបលា